ស្ដីបងប្អូនទាំងគ្នាបើកបានវីដេអូឃើញហើយថាខ្ញុំធ្វើម្ហូបអីថ្ងៃនេះចាថ្ងៃនេះយើងមានជើងជ្រូកមួយមកហើយយើងកាប់វាជាកង់យកមកសំគ្រឿងស្ករអំបិលប៊ីចេងខ្ទឹមច្រាមនិងស្លឹកខ្ទឹមមកយើងប្រឡាក់គ្រឿងវាទុកម្ដុំមកហើយរួចហើយយើងច្បល់វាទុកឲ្យវាចូលជាតិតិចមកបងប្អូនចឹងថ្ងៃនេះគឺខ្ញុំស្ងោរជើងជ្រូកបងប្អូនហើយរបៀបស្ងោរខ្ញុំគឺមិនថាដោយបងប្អូនឬក៏យ៉ាងម៉េចទេចានេះបន្លែនេះបានចិត្តហើយនេះគឺមានសាច់ពៅប្រៃនឹងមកខ្ញុំធ្វើផ្ទាល់ណាហើយនេះគ្រឿងរបស់យើងដែលយើងត្រូវធ្វើបន្ទាប់មកយើងដាក់ប្រេងឆាចូលឆ្នាំងមកយើងចាក់ប្រេងឆាចូលឆ្នាំងហើយយើងដាក់ខ្ទឹមបំពងណាបងប្អូនចាយើងបំពងឲ្យបំពងឲ្យខ្ទឹមនឹងឡើងឈ្ងុយក្រហមមកយើងដាក់ផ្កាដែលយើងហៅយឺហឺហ្នឹងលីងជាមួយនឹងខ្ទឹមហើយយើងចាក់ជើងជ្រូកដែលយើងបានប្រដាក់គ្រឿងហ្នឹងយកមកលីងវាសិនចាយកមកលីងវាសិនណារបៀបស្ងោរបែបនេះគឺធ្វើឲ្យការស្ងោររបស់យើងមានជាតិហើយឆ្ងាញ់ហើយសាច់ជ្រូកយើងឆ្អិនបានល្អតោះមកយើងចាក់ទឹកមកចាក់ទឹកហើយយើងគ្របឲ្យវាពុះណាបងប្អូនទាំងគ្នាទុករយៈពេល 4-5 នាទីយើងទៅពេលដែលពុះហើយបងប្អូនដួសពពុះខាងលើហ្នឹងចេញផងណាពពុះដែលខ្មៅហ្នឹងចាហើយអានេះគឺជាដុំស៊ុបខ្នុរយើងដាក់ចូលម្ដុំមកបន្ទាប់មកសាច់ពៅចាយើងហាន់វាជាកង់ចឹងមកបន្ទាប់មកយើងដាក់បន្លែដែលយើងបានចិតហើយហ្នឹងយើងចាក់វាចូលមកបន្លែគឺមាន3មុខហ្នឹងណាបងប្អូនដើម្បីឲ្យឆ្ងាញ់គឺខ្ញុំដាក់3មុខហ្នឹងមានការ៉ុតឆៃថាវនិងដំឡូងបារាំងហើយយើងកូរវាសប់ហើយយើងទុកវាឲ្យពុះមួយស្ទុះចឹងណាបងប្អូនពេលហើយយើងដួសពពុះនឹងចេញដដែលណាបងប្អូនហើយបើសិនបងប្អូនថែមគ្រឿងអីភ្លក់ទៅស្ទើរអីយើងថែមនឹងទៀតទៅតែសម្រាប់ខ្ញុំគឺខ្ញុំល្មមខ្ញុំថែមអីទៀតទេព្រោះខ្ញុំភាគច្រើនខ្ញុំតម្រូវខ្លួនឯងដឹងហើយជាចុងក្រោយគឺយើងថែមជាមួយនឹងស្លឹកខ្ទឹមហើយមកចាហើយយើងកូរវាម្សា2សាទៀតមកយើងមើលថាបន្លែយើងរៀងឆ្អិនហើយកុំទុកឲ្យវាយូរពេកតែយូរពេកវាធ្វើឲ្យបន្លែលួយដល់ពេលចឹងអត់សូវឆ្ងាញ់ទេបងប្អូនឥឡូវសាច់ក៏បានឆ្អិនបន្លែក៏យើងបានឆ្អិនហើយដែរចឹងស្ងោរជើងជ្រូកឆៃថាវការ៉ុតហើយនឹងដំឡូងបារាំងថ្ងៃនេះគឺអត់ពិបាកធ្វើទេបងប្អូនអាចធ្វើបានអរគុណច្រើនបងប្អូន